សម្រាប់សេវារបស់ក្រសួងសាធារណការនិងដឹកជញ្ជូនដែលមាននៅលើ AB Mobile អ្នកទាំងអស់គ្នាក៏អាចបង់សេវាកម្មសំខាន់ៗដូចជាសេវាផ្ដល់បានបើកបរនិងអាជីវកម្មបើកបរយានយន្តបាទសេវាចុះបញ្ជីយានយន្តសេវាផ្ទេរកម្មសិទ្ធិបដូរទុតិយតានិងទិញស្លាកលេខឡានធ្វើបានបើកបរឬធ្វើស្លាកលេខឡានឡើងវិញរួមទាំងសេវាកម្មផ្សេងៗជាច្រើនទៀតដើម្បីបងគ្រាន់តែបើក AB Mobile អូសចុះទៅក្រោមអ្នកទាំងអស់គ្នានឹងឃើញសេវាស្ថាប័នរដ្ឋាភិបាលចុចមើលទាំងអស់ជ្រើសរើសសេវាកម្មដែលលោកអ្នកត្រូវបង់រួចជ្រើសរើសគណនីប្រភពបន្ទាប់បញ្ចូលលេខវិក័យប័ត្រដែលត្រូវបង់ប្រាក់នោះចំនួនទឹកប្រាក់ដែលត្រូវបង់នឹងលោតឡើងដោយស្វ័យប្រវត្តិចុចបង់ឥឡូវជាការស្រេច ABA Mobile តែងតែផ្ដល់មុខងារថ្មីនិងសេវាកម្មថ្មីជាមួយនឹងសមត្ថភាពកាន់តែខ្ពស់ជាលំដាប់ដើម្បីផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ជានិច្ចបើមិនទាន់មាន ABA Mobile ទេអ្នកទាំងអស់គ្នាអាចបើកគណនីរហ័សបានដោយខ្លួនឯងមិនថានៅប្រទេសណានោះទេឲ្យតែមានអាយុ15ឆ្នាំឡើងនិងមានអត្តសញ្ញាណប័ណ្ណខ្មែរឬលិខិតឆ្លងដែនខ្មែរ